นะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะพุทธรัตนังธรรมรัตนังสังฆรัตนังนะเมมิខ្ញុំព្រះអង្គសូមគំបងអញ្ជលីនមស្ការក្រាបថ្វាយបង្គំចំពោះព្រះរតនត្រ័យគុណកែវទាំង3មានព្រះពុទ្ធរតនៈព្រះធម្មរតនៈនិងព្រះសង្ឃរតនៈដោយសេចក្តីគោរពដោយសេចក្តីជ្រះថ្លាសពកាលទាំងពួងយ៉ាងកិញ្ចវតាំងអ៊ីថវាហោរង្វាសាកេសុវាយ៉ាងរតនំបណៃតាំងទ្របឯណាមួយក្នុងលោកនេះនិងក្នុងលោកឯទៀតក្តីរតនវត្ថុដ៏ឧត្តមឯណាក្នុងស្ថានសួគ៌ក្តីអ្នកណូសមੰអធិតថាកតេនៈទ្របនឹងរតនវត្ថុទាំងនោះស្មើដោយព្រះតថាគតមិនមានឡើយអ៊ីទាំងពេពុទ្ធហេរតនំបណៃតាំងកែវគឺព្រះពុទ្ធនេះឯងជាកែវដ៏ឧត្តមអ៊ីទាំងពេធម្មេរតនំបណៃតាំងកែវគឺព្រះធម៌នេះឯងជាកែវដ៏ឧត្តមអ៊ីទាំងពេសង្ឃេរតនំបណៃតាំងកែវគឺព្រះសង្ឃនេះឯងជាកែវដ៏ឧត្តមអេតេនសាចេនសវត្ថិហោតុដោយពាក្យសច្ចៈនេះសូមសិរីសួស្តីកើតមានលំដាប់អំពីបទនមស្ការដោយសង្ខេបបែបខ្លីនេះខ្ញុំព្រះករុណាសូមធ្វើសេចក្តីគោរពជ្រះថ្លាចំពោះព្រះវត្តមានព្រះអង្គគ្រូព្រះមង្គលបញ្ញាបណ្ឌិតសៅដារាវីព្រះរាជាគណៈថ្នាក់កិត្តិយសនៃព្រះរាជាណាចក្រកម្ពុជានិងជាព្រះគ្រូធិរវង្សាចារ្យព្រះគ្រូអនុគុណស្រុកត្រាំកក់ដោយសេចក្តីគោរពដោយសេចក្តីជ្រះថ្លានៃខ្ញុំព្រះករុណាសូមបង្អោនសេចក្តីគោរពចំពោះព្រះវត្តមានព្រះអង្គគ្រូព្រះចៅអធិការវត្តពោធិដុសព្រមមួយលើដោយព្រះថេរានុថេរៈព្រះសង្ឃគ្រប់ព្រះអង្គដែលមានព្រះវត្តមានចូលរួមនៅក្នុងកម្មវិធីបុណ្យសាលកផតនាវេលាគ្រានេះដោយសេចក្តីគោរពដោយសេចក្តីជ្រះថ្លាសពកាលទាំងពួងចម្រើនពរដល់ញាតិញោមពុទ្ធបរិស័ទប្រុសស្រីគ្រប់រូបគ្រប់គ្នាដែលបានអញ្ជើញមកពីគ្រប់មជ្ឈដ្ឋានទាំងជើងវត្តនិងមកអំពីទីឆ្ងាយមានរាជធានីភ្នំពេញជាដើមបានមកប្រជុំគ្នាហើយក្នុងអារាមដ្ឋានវត្តពោធិដុសដែលស្ថិតនៅភូមិពោធិដុសឃុំត្រពាំងធំខាងជើងស្រុកត្រាំកក់ខេត្តតាកែវក្នុងតិថិសម័យថ្ងៃសៅរ៍3កើតខែស្រាបឆ្នាំថោះបញ្ញស័កពុទ្ធសករាជ2567ត្រូវនៅថ្ងៃទី19ខែសីហាឆ្នាំ2023ដោយសេចក្តីរីករាយជ្រះថ្លាក្នុងភាពជាញាតិធម៌ដែលជ្រកក្រោមលុបនៃព្រះពុទ្ធសាសនារួមគ្នាថ្ងៃនេះយើងបានឱកាសបំពេញបុណ្យរួមគ្នាដែលជាលើកទី1នៃប្រវត្តិសាស្ត្រឃុំរបស់យើងណាខ្ញុំកណាអត់ហ៊ានថាស្រុកទេខ្លាចវត្តដតីគេធ្លាប់ធ្វើដែរណាប៉ុន្តែសម្រាប់ខាងឃុំត្រពាំងធំខាងជើងយើងនេះទើបតែជាលើកទី1សូមអនុមោទនាដោយសេចក្តីជ្រះថ្លារីករាយក្នុងវេលានៃការជួបជុំបំពេញបុណ្យរួមគ្នាសប្បាយចិត្តជ្រះថ្លាទេញាតិញោមជ្រះថ្លាណា អ
bàn thưa bon sạ cặp hot rùm khnia đôi đại nhôm của bà sọ lai giờ khôngលើកឡើងខាងដើមអញ្ចឹងគឺជាបុណ្យដែលមានតាំងពីសម័យពុទ្ធកាលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់អនុញ្ញាតហើយក៏បានប្រព្រឹត្តធ្វើតាមទំនៀមមកហូរហែរហូតមកដល់សពថ្ងៃនេះនៅតាមទីក្រុងអីវត្តដែលនៅទីប្រជុំជនភាគច្រើនគេប្រារព្ធធ្វើណាញឹកញាប់ដោយឡែកនៅតាមទីនិគមជនបទខ្លះឬពាក្យថាបុណ្យសលកផុតហាក់ដូចជាប្លែកបន្តិចអត់ងាយយល់ប៉ុន្តែញាតិញោមខ្លះគាត់ស្គាល់បុណ្យកាន់អង្គណាឬបុណ្យកាន់អង្គអញ្ចឹងទៅគាត់ស្គាល់ដល់ពេលពោលដល់បុណ្យសលកផុតស្ដាប់អត់សូវបានណាអត់សូវយល់ទេណាហើយដល់ពេលបានធ្វើបុណ្យរួមគ្នាអញ្ចឹងយើងសប្បាយចិត្តយើងរីករាយណាព្រោះការបំពេញបុណ្យរួមគ្នាហ្នឹងក៏ជាពុព្វភាកធ្វើឲ្យយើងអន្តោលទៅក្នុងអត្តភាពខាងមុខមុននឹងដល់ព្រះនិព្វានហ្នឹងយើងបានជួបគ្នាទៀតហើយជួបដឹកដៃគ្នាធ្វើបុណ្យអញ្ចឹងដែរណាញាតិញោមណាហ្នឹងហើយអ្នកខ្លះជួបដែរជួបអត់ល្អទេហ្នឹងហើយជួបអត់ល្អទេជួបមកទូទាត់បំណុលចាស់ហ្នឹងហើយយើងជាពាក់គេប្រមាណយើងធ្លាប់រករឿងគេយ៉ាងម៉េចគេមកសងហ្មងគេមកទូទាត់តែម្ដងហើយយើងត្រូវសងគេចំណែកសាបរោះជួបហ្នឹងគឺជួបដោយល្អណាជួបដោយល្អអញ្ចឹងដោយមែនតែនសម្រាប់ទឹកចិត្តពុទ្ធបរិស័ទអ្នកកាន់ព្រះពុទ្ធសាសនាมันមានអ្វីជាទីពឹងដតីក្រៅអំពីបុណ្យនឹងឯងបាទដែលព្រះពុទ្ធដីកាព្រះអង្គសម្ដែងថាបញ្ញានិបរលោកស្មឹងបតតហាហោតិបានិណੰណាបុណ្យនឹងគឺជាទីពឹងរបស់សត្វទាំងឡាយក្នុងបរលោកណាលោកខាងមុខនឹងឯងអញ្ចឹងនៅពេលដែលយើងដឹងថាបុណ្យនឹងគឺជាទីពឹងអញ្ចឹងហើយយើងរមែងពេញចិត្តរីករាយសប្បាយក្នុងការជ្រះថ្លាបំពេញនៅសេចក្តីល្អគឺបុណ្យនឹងឯងព្រោះមនុស្សគ្រប់រូបប្រាថ្នាសេចក្តីសុខស្អប់សេចក្តីទុក្ខប្រាថ្នាការបានលៀបមិនចង់ឲ្យបាត់លៀបប្រាថ្នាការសរសើរស្អប់ការនិន្ទាណាចឹងមែនទេញាតិញោមហ្នឹងហើយរបស់ល្អល្អដែលជាលោកធម៌ណាផ្នែកខាងល្អហ្នឹងគឺបានអាស្រ័យដោយបុណ្យណាបានអាស្រ័យដោយបុណ្យព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាមាភិក្ខវេបញ្ញាណੰភាយដ្ឋៈសុខាសេតាំងភិក្ខវេអធិវចនੰណាផ្ដាំដល់ពួកយើងថាអ្នកទាំងឡាយកុំខ្លាចបុណ្យឡើយណាព្រោះបុណ្យនេះគឺជាឈ្មោះនៃសេចក្តីសុខណាជាឈ្មោះនៃសេចក្តីសុខបើស្រឡាញ់សេចក្តីសុខត្រូវតែសម្រុកធ្វើបុណ្យហ្នឹងគឺជាគោលការណ៍រួមតែម្ដងហ្នឹងដើមបុណ្យហ្នឹងផ្លែផ្ការបស់វាគឺសេចក្តីសុខស្ដាប់បានទេញាតិញោមហ្នឹងផ្លែផ្ការបស់ដើមបុណ្យហ្នឹងគឺសេចក្តីសុខណាញាតិញោមឃើញមនុស្សគ្រប់រូបរវល់រាល់ថ្ងៃហ្នឹងតាមផ្លូវបែកជា3បែកជា4ហ្នឹងប្រសិនបើណាប្រសិនបើឈរតាមស្តុបអីអញ្ចឹងសាកសួរថាប្រឹងរាល់ថ្ងៃហ្នឹងដើម្បីអ្វីប្រឹងរាល់ថ្ងៃហ្នឹងចង់បានសុខឬក៏ចង់បានទុក្ខចម្លើយដែលគេឆ្លើយមកញាតិញោមអាចព្យាករដឹងមុនណាគេចង់បានអីចង់បានសុខណាចង់បានសុខណាអញ្ចឹងញាតិញោមត្រូវតែព្យាយាមណាក្រវ៉ានក្រតានកេងចំណេញពីពេលវេលាដែលនៅសល់មានប្រមាណតិចនៃអាយុជីវិតរបស់យើងនឹងណា10ឆ្នាំកន្លងទៅច្រើនដងហើយ
10 ឆ្នាំដែលនៅសល់ខាងមុខក៏មិនប្រកាសថាមានច្រើនទៀតដែរអញ្ចឹងបើតាមព្រះពុទ្ធដីកាអត់ឲ្យញាតិញោមហ្នឹងទៅកន្ទុកកន្ទិញជាមួយនឹងអតីតកាលដែលកន្លងផុតមកហើយថាស្ដាយពេលវេលាដែលកន្លងមកមិនគួរណាមិនសូវបានបំពេញបុណ្យឲ្យពេញដៃពេញជើងសោះណាសោកស្ដាយពេលវេលាដែលកន្លងទៅឬក៏មានវិបដិសារៈជាមួយនឹងរឿងរ៉ាវខ្លះដែលខ្លួនឯងបានធ្វើជាទង្វើមិនល្អមិនសប្បាយចិត្តមិនរីករាយអីអញ្ចឹងទៅអាហ្នឹងក៏ព្រះសម្មាសម្ពុទ្ធព្រះអង្គអត់ឲ្យអាឡោះអាឡៃរឿងអតីតកាលទេណាមុញ្ចៈបរេមុញ្ចៈបច្ចតោមច្ឆេមុញ្ចៈភវសបារគូណាព្រះអង្គឲ្យដោះលែងអតីតកាលដែលវាកន្លងទៅហ្នឹងកុំសោកស្ដាយវាអីកុំឲ្យដោះលែងអនាគតដែលមិនទាន់មកដល់កុំចេះតែចង់បានយ៉ាងនេះចង់បានយ៉ាងនោះណាហើយដោះលែងធម៌ដែលជាបច្ចុប្បន្ននឹងទៀតកុំឲ្យប្រកួតប្រកាន់ណាមច្ឆេមុញ្ចៈណាភវសបារគូនៅពេលដែលយើងបដិបត្តិបានដូច្នេះយើងនឹងអាចដល់ត្រើយនៃភពគឺព្រះនិព្វានបានជាមិនខានអញ្ចឹងដោយមែនទែនទៅព្រះពុទ្ធសាសនានេះបង្រៀនឲ្យយើងរស់នៅក្នុងជីវិតបច្ចុប្បន្នឲ្យច្រើនបើយើងគិតពីជីវិតរបស់យើងរាល់ថ្ងៃនេះអាចបំពេញកិច្ចការងារអីបានអាចធ្វើអ្វីដែលជាប្រយោជន៍ទៅបានហ្នឹងគឺស្ថិតនៅក្នុងជីវិតបច្ចុប្បន្នអញ្ចឹងមែនទេញាតិញោមមិនមែនយកអតីតកាលមកឲ្យសម្រាប់ការងារមិនមែនរំពឹងឲ្យអនាគតជាអ្នកសម្រាប់ការងារប៉ុន្តែយើងអាចធ្វើអ្វីឲ្យសម្រាប់ទៅបានគឺស្ថិតនៅក្នុងជីវិតបច្ចុប្បន្នអញ្ចឹងហើយបានជាត្រូវរស់នៅឲ្យបានល្អនៅក្នុងជីវិតបច្ចុប្បន្នហ្នឹងណាហើយជីវិតយើងអាចប្រព្រឹត្តទៅបានល្អនឹងអត់មានឧបការៈអ្វីដតីក្រៅពីបុគ្គលដែលបានសិក្សាអំពីការពិតនៃជីវិតនឹងទេណាត្រូវរៀនរស់នៅជាមួយនឹងជីវិតពិតជីវិតប្រកបជីវិតបច្ចុប្បន្នណាជីវិតពិតរបស់យើងនឹងត្រូវជួបអីខ្លះដំណើរនៃការប្រែប្រួលអនិច្ចតាធម៌ទុក្ខតាធម៌អនត្តាធម៌ត្រូវជួបប្រសពគ្រប់គ្នាណាអនិច្ចតាប្រែប្រួលយ៉ាងណាញាតិញោមប្រែប្រួលគ្រប់យ៉ាងទាំងអស់ទាំងរូបរាងកាយទាំងរឿងរ៉ាវខាងក្រៅអត់បានដូចចិត្តហើយវាមិនស្ថិតនៅដដែលមួយកន្លែងទេណាទុក្ខតាធម៌ទុក្ខទេដែលជាអ្នកប្រកបណាដែលកើតឡើងណាមានតែទុក្ខទេហើយដល់ពេលយើងបានសិក្សាអំពីការពិតនៃជីវិតអញ្ចឹងទៅធ្វើឲ្យយើងនឹងអត់មានទៅកន្ទុកកន្ទិញជាមួយនឹងសេចក្តីទុក្ខដែលកើតឡើងនឹងទេបានន័យថារាប់អានសេចក្តីទុក្ខនឹងដូចជាសមាជិកក្រុមគ្រួសារយើងអញ្ចឹងទុក្ខអីក៏ដោយញាតិញោមទាំង12កងនៅក្នុងទុក្ខសច្ចៈដែលចូលមកដល់ហ្នឹងគឺជាសមាជិកនៃក្រុមគ្រួសាររបស់យើងវាអត់មានអីចម្លែកទេណាហើយអនត្តាធម៌ណាមិនស្ថិតនៅក្រោមការបង្គាប់បញ្ជាណាមិនមែនខ្លួនណាព្រះពុទ្ធសាសនាហ្នឹងគឺបដិសេធអត្តានឹងឯងណាសម្រាប់ទឹកចិត្តយើងគ្រប់រូបហ្នឹងតែងតែប្រកួតប្រកាន់ថាមានយើងប៉ុន្តែដល់ពេលពុទ្ធសាសនាមិនមែនតែពុទ្ធសម័យបច្ចុប្បន្ននេះទេព្រះពុទ្ធពីអតីតក៏ដោយទៅអនាគតក៏ដោយក្នុងបច្ចុប្បន្ននេះក៏ដោយនៅពេលដែលត្រាស់ដឹងឡើងមកសម្ដែងអំពីអនត្តានឹងឯងវាអត់ស្ថិតនៅក្រោមការបង្គាប់បញ្ជាញាតិញោមយើងអាចបញ្ជាឲ្យនៅដដែលបានទេអត់បានទេនៅបើញាតិញោមស្រីបញ្ជាឲ្យនៅដដែលបានអត់មានចង់ចាស់អីម្នាក់ទេអញ្ចឹងមែនទេគ្មានពីណាចង់ចាស់ទេសាកសួរលោកយាយនៅខាងមុខមើលវ័យប៉ុណ្ណឹងហើយចង់ក្មេងវិញអត់ចង់ណាចង់ហ្នឹងហើយមិនបាច់តែម្នាក់ហ្នឹងទេនរណាក៏ចង់ក្មេងវិញដែរប៉ុន្តែមិនអាចទេណាហើយដល់ពេលកុំឲ្យកើតទុកគឺព្រមចាស់ចឹងមែនទេព្រមចាស់តាមវ័យមានអ្វីគួរខ្លាចណាចាស់ចិត្តអង្អាចអំណាចគុណធម៌បើចាស់តែវ័យចិត្តនៅញាប់ញ័រចាស់ឥតគុណធម៌ចាស់អត់តម្លៃណានឹងពាក្យហ្នឹងអញ្ចឹងណាញាតិញោមហ្នឹងហើយព្រមចាស់តាមវ័យទៅរបស់ចាស់ខ្លះមានតម្លៃណាជាពិសេសវត្ថុបុរាណញាតិញោម
គេរកឃើញមួយហ្នឹងលក់បានតម្លៃរាប់លានដុល្លារហ្នឹងរបស់ចាស់ហើយមនុស្សចាស់ក៏ដូចគ្នាដែរណាពាក្យបុរាណខ្មែរថាចាស់ព្រឹត្តចាស់ប្រេងហ្នឹងមួយទៀតចាស់ព្រឹទ្ធាចារ្យណាចាស់ព្រឹត្តចាស់ប្រេងហ្នឹងបានន័យថាចាស់ទៅតាមតវ័យឯងអាយុច្រើនអញ្ចឹងទៅប៉ុន្តែបើចាស់ព្រឹទ្ធាចារ្យល្អបានន័យថាព្រឹទ្ធានិងអាចារ្យណាបានន័យថាចាស់ហើយមានចំណេះដឹងច្រើនទៀតអាហ្នឹងសំខាន់ណាស់ណាមនុស្សចាស់ហើយមានចំណេះដឹងច្រើនទៀតបើយើងធៀបដោយមែនតែនទៅគេហៅថាវចនានុក្រមរស់ណាញាតិញោមស្គាល់វចនានុក្រមខ្មែរវចនានុក្រមខ្មែរហ្នឹងតលតែយើងទៅបើកមើលឆ្ងល់ពាក្យណាយើងអាចដឹងពាក្យហ្នឹងបានប៉ុន្តែបើគេពោលដល់ពាក្យថាវចនានុក្រមរស់បានន័យថាគ្រាន់តែសួរពឹបឆ្លើយបានសួរពឹបឆ្លើយដឹងសួរបញ្ហាអីឆ្លើយបញ្ហាហ្នឹងបាននោះបានគេហៅថាចាស់ព្រឹទ្ធាចារ្យហ្នឹងហើយឥឡូវចាស់ដូចគោចាស់ហើយនឹងចាស់ចេះដឹងចង់បានមួយណាញាតិញោមហ្នឹងហើយចង់បានចាស់ហើយមានបញ្ញាទៅទៀតណាហ្នឹងហើយសុខហៅបញ្ញាបដិលាភោណាមានបញ្ញាហ្នឹងមានសេចក្តីសុខដូចបានលាភធំអញ្ចឹងគ្រប់គ្នាហ្នឹងសុទ្ធតែប្រាថ្នាលាភអញ្ចឹងមែនទេញាតិញោមណាប្រាថ្នាលាភគ្រប់គ្នាទាំងអស់អញ្ចឹងលាភដែលអាចចូលមកបានហ្នឹងគឺតលតែជាអ្នកមានសេរីណាសេរីហ្នឹងពោលឲ្យស្រួលស្ដាប់គឺជាឈ្មោះបញ្ញាមួយបុណ្យមួយបានន័យថាបុគ្គលដែលមានសេរីតលតែមានបញ្ញាហើយនឹងបុណ្យនឹងបានចាត់ថាជាបុគ្គលមានសេរីហ្នឹងហើយបើអត់មានបញ្ញាហើយអត់បុណ្យទេអត់មានសេរីទេអញ្ចឹងបានការចូលមកកាន់ភ្នោះក្តីការប្រកបរបរក្នុងជីវិតជាខរិយាវាសក្តីញាតិញោមខ្លះគាត់ឆ្ងល់ថាអ្នកខ្លះប្រឹងតិចសោះហេតុអីបានជាចំណូលរបស់គេនឹងច្រើនម្លេះគេមានសេចក្តីសុខច្រើនម្លេះហើយបុគ្គលខ្លះទៀតមួយថ្ងៃប្រឹងពីដណ្ដប់ម៉ោងពេញលើស12ម៉ោងទៅទៀតប៉ុន្តែរព្រឹកខ្វះល្ងាចក៏មានដែរអញ្ចឹងមែនទេញាតិញោមហ្នឹងហើយហេតុអីពាក្យខ្មែរថាទឹកបាក់ទៅទៀបលៀបបាក់ទៅសេរីទុះទួលហៅម្ដេចក្តីទឹកទៅពំបានយល់ទេញាតិញោមទឹកជាធម្មតាវាបាក់ទៅទីណាវាហូរទៅទីណាហូរទៅទីទៀបណាធម្មជាតិរបស់ទឹកធម្មតារបស់ទឹកហូរពីទីខ្ពស់ទៅកាន់ទីទៀបហ្នឹងហើយទឹកបាក់ទៅទៀបលៀបបាក់ទៅសេរីបានន័យថាតលតែមនុស្សមានបុណ្យបានលៀបនឹងហូរចូលណាដូចថ្ងៃនេះអញ្ចឹងចាំមើលថ្ងៃនេះសាកលបងវាស់ស្ទង់បុណ្យរបស់លោកម្ចាស់គ្រប់ព្រះអង្គណាលោកអូនសាមណេរចេះគិតថាចង់បានស្លាកណាធំណាស្លាកណាធំខ្ញុំណាចង់បានហើយអាត្មាភាពថាអញ្ចឹងចម្រើនអាជាកុំឲ្យដាច់ចម្រើនអាជាកុំឲ្យដាច់ដល់បានណាលោកថាអូចម្រើនអាជាអត់ដាច់ចាំមើលដល់បានតាមចិត្តចង់ប៉ិនមិនប្រកបទេណាត្រូវរំពឹងទៅលើបុណ្យណាជួនកាលព្រះអង្គគ្រូចៅអធិការចាប់ស្លាកពឹបបានបវាណាបច្ច័យ 50000 លោកគ្រូលឺចឹងណាហើយដល់ពេលសាមណេរទៅបួសថ្ងៃចូលវស្សាចាប់ស្លាកពិតញោមបវាណា 300 ណាហ្នឹងហើយណាអត់បានទេណាទឹកបាក់ទៅទៀបលៀបបាក់ទៅសេរីបើអត់សេរីហើយគេលើកបន្ទប់ទៅដល់កន្លែងណាក៏ដោយក៏អត់ទទួលបុណ្យនឹងបានដែរណានៅក្នុងរឿងព្រះមហោសថញាតិញោមក្នុងរឿងព្រះមហោសថអាត្មាធ្លាប់លើកឡើងហើយពោលអំពីបរោះដែលអត់មានសេរីហ្នឹងណាបរោះនឹងអត់មានបុណ្យដែលអាចរួមអាស្រ័យជាមួយនឹងភរិយាខ្លួនឯងបានទៅសិក្សារៀនសូត្រជាមួយគ្រូអាចារ្យទីសាបមកហ្នឹង
ជាធម្មតាគ្រូគេតែងតែលើកកូនកំមុំខ្លួនឯងហ្នឹងឲ្យសិស្សច្បងសិស្សដែលចូលមកសិក្សារៀនសូត្រដំបូងគេហ្នឹងមុខមិនក៏ដោយអត់ស្អាតក៏ដោយអីក៏ដោយគឺត្រូវលើកឲ្យហ្នឹងភាកច្រើនអញ្ចឹងដល់ទៅពេលកូនសិស្សហ្នឹងហាត់មុនវិជ្ជាការអីចប់សពគ្រប់ទៅគិតថានឹងគូកងកូនកំមុំខ្លួនឯងហ្នឹងឲ្យកូនសិស្សហ្នឹងប៉ុន្តែកូនសិស្សហ្នឹងជាមនុស្សអត់មានបុណ្យទេញាតិញោមហើយប្រពន្ធហ្នឹងនិយាយពីស្អាតអូយស្អាតណាស្អាតមែនតើណាញាតិញោមស្អាតត្មងហ្នឹងហើយអាត្មាតថាស្អាតដែរបាទក្នុងកូពីមានពណ៌នាខ្លះដែរបាទអញ្ចឹងពោលអំពីស្វាមីដែលទៅរៀបការឲ្យថ្មីនេះមនុស្សអត់បុណ្យវាអត់អាចបង្កើតទឹកចិត្តឲ្យស្រឡាញ់បានស្រឡាញ់ប្រពន្ធខ្លួនឯងនឹងអត់កើតរៀបការហើយថ្ងៃផ្សំដំណេកណាស្វាមីគេងលើក្រែហ្នឹងប្រពន្ធគេងនៅនឹងដែរប្តីហ្នឹងគេដូចថាធុញថប់មិនគួរនាងហ្នឹងមិនមកក្បែរឯងអញ្ចឹងណាមិនសេះមិនសោះអញ្ចឹងទៅចុះពីលើក្រែមកដេកនៅក្រោមប្តីហ្នឹងប្រពន្ធគិតថាខ្លួនមិនអាចគេងនៅកន្លែងខ្ពស់ជាងស្វាមីបានទេចុះមកគេងជាមួយដែរណាមកតាមណាញាតិញោមខ្លះធ្លាប់រត់តាមអញ្ចឹងបាទអត់ទេណាមកគេងហ្នឹងប្តីគេធុញថប់ទៀតដូចមនុស្សក្តៅស្អុះនៅមិនសុខអញ្ចឹងញាតិញោមហ្នឹងហើយដឹងមកស្អីទេឡើងទៅលើក្រែវិញប្រពន្ធតាមទៅលើក្រែវិញដែរពីរដងណាញាតិញោមណាពីរដងហើយ3ដងហើយ2ប្តីចុះមកក្រោមវិញប្រពន្ធចុះមកក្រោមដែរប្តីឡើងទៅវិញប្រពន្ធឡើងហ៊ានឡើងគិតថាគេអត់ត្រូវការខ្លួនទេអញ្ចឹងណាអញ្ចឹងឲ្យគេគេងលើក្រែម្នាក់ឯងចាស់គេនៅក្រោមហ្នឹងធ្វើបែបហ្នឹង7ថ្ងៃណា7ថ្ងៃមិនអាចនៅទៀតបានទេលាលោកគ្រូដែលត្រូវជាឪពុកក្មេងហ្នឹងមកធ្វើដំណើរមកញាតិញោមតាមផ្លូវរៀងអស់កម្លាំងផងអីផងឃើញផ្លែឈើផ្លែព្រៃអីដែលអាចសមគួរបរិភោគបានហ្នឹងបរោះជាប្តីគេឡើងទៅបេះបញ្ចុកខ្លួនឯងបេះដាក់មាត់ផ្លប់ឆ្ងាញ់អញ្ចឹងណាប្រពន្ធគេស្រែកពីក្រោមទៅអ្នកជាម្ចាស់ហើយជួយបេះតម្លាក់ឲ្យប្អូនបរិភោគខ្លះផងណាដឹងគេតបថាម៉េចហ្នឹងញាតិញោមចង់ស៊ីមិនឡើងខ្លួនឯងអញ្ចឹងណាដោយសារអត់ស្រឡាញ់វាអត់មានទឹកចិត្តស្រឡាញ់ណាចង់ស៊ីមិនឡើងខ្លួនឯងទៅប្រពន្ធហ្នឹងនឹកឃើញថាកើតទេបើពឹងលើប្តីបេះឲ្យបានទេអញ្ចឹងក៏ប្រឹងប្រប្រាស់ឡើងលើដើមឈើហ្នឹងទៅប្រពន្ធប្តីឃើញឱកាសហ្នឹងប្រពន្ធអញឡើងដល់លើចុះមកឡើងលឿនញាតិញោមហក់ចុះមកយកបលាស្អិតស្រះពេញខាងក្រោមហ្នឹងហើយអត់ឲ្យចុះទេហើយរត់ទៅម្នាក់ឯងបាត់ទៅហ្នឹងហើយប្រពន្ធស្អាតម្លឹងណាញាតិញោមអត់ត្រូវការអត់សេរីពោលអំពីបរិជាណាបរិជាដែនវិទេហៈហ្នឹងធ្វើដំណើរទៅជាមួយព្រះមហោសថហ្នឹងគ្រាន់តែទៅដល់ក្រោមដើមឈើហ្នឹងបរិជាឃើញហេតុអីនាងនេះស្អាតម្ល៉េះអញ្ចឹងណាស្រែកសួរពីខាងក្រោមទៅនាងមានម្ចាស់អត់ហ្នឹងណាមានម្ចាស់អត់ថាអត់ទាន់មានម្ចាស់ទេទៅថាមានប៉ុន្តែគេបោះចោលហើយអញ្ចឹងណាមានគេបោះចោលហើយអញ្ចឹងបរិជាគិតថាធម្មតារបស់អត់ម្ចាស់ហួងហែងអញ្ចឹងយកមកអត់មានទោសទេអញ្ចឹងណាប៉ុន្តែគិតមកបន្តិចទៀតទៅគិតថានាងហ្នឹងស្អាតម្លឹងហេតុអីត្រូវស្វាមីបោះបង់ចោលប្រហែលជានាងហ្នឹងកុហកអញបរិជាគិតអញ្ចឹងណាអត់ជឿទេដល់ពេលបានសាកសួរព្រះមហោសថថានាងហ្នឹងកុហកឬក៏មិនកុហកណារូបសម្បត្តិស្អាតល្អប៉ុណ្ណឹងហេតុអីបានជាស្វាមីបោះបង់ចោលបានព្រះមហោសថពោលដល់សេចក្តីហ្នឹងថាធម្មតាមនុស្សដែលមានសេរីណាมันអាចនៅរួមអាស្រ័យជាមួយនឹងអ្នកគ្មានសេរីបានទេយល់ទេញាតិញោមប្រពន្ធនឹងអ្នកមានបុណ្យអញ្ចឹងហ៎ប្រពន្ធអ្នកមានបុណ្យដល់ពេលប្តីអត់បុណ្យដល់ពេលឮព្រះមហោសថ
pol bài năng máu bà rì chia bình bật đấy do áp bị sai thưa chia mà hai xây á nhận nhầm nè chia cái hai xây thông á bon rồi con mình bon mà nè nè ngày hay cho ở đây nữa ót bon từ ban từ hay phần niên nắng có ban do pram house sọt nắng thưa chìa ôn thò và sông po pi bể chia máu tha miền anh tách có thấu do oi pram house sọt bò được không đai chạy kia anh chẳng từ nắng tham trong po tha liệp nắng á hồ từ bắt từ rốt mà nút đại tầm chỉ nẹt miền sẽ đấy tay phần nó nẹt ót sẽ đấy prana dạng mấy prang dạng ná có prang ót bàn đây nè nhận nhóm nè prang ót bàn thế chân bàn này tha pope chạ cả tạ po nhà ta đấy cứ phân chia sầm khăn bền tén hiệp chỉ nẹt đại miền bon bàn thưa tộc hai nắng á đôi tàu đào tì na cả đôi cái thử mà chuột kiaได้phù cái ban thưa bon mùi kia nè đôi còn sai xa được bây giờ bo presma sampot nắng nè chạp tăng pi vợ ông presma sampot ti pang co chia co máu nè smet thạ bẩn đất nắng nè còn sai xa được bây mà rúp nắng vật na thà chui bằng phanh ba được mấy nhiệt nhôm mưa on tô tơ rop chiết chẩn này xoa mấy phải dê tam chui bằng phanh bon ao đôi chiết pram house sốt ấy miền đặc can từ câu đôi kia nè pram house sốt cao tới chỉ con sẽ thấy đợt bên niên nắng cao tới chưa con cả sẽ con đã chưa nè nhớ nhóm đó là bên mà house sốt chui ca nghe nông viên chởn pe tới ọt miền ri sẽ bài chất khơi nè ri na ló có kết tha sông lia bể chia đào rô bập pôn là mò nè vịnh co đào rô bập pôn đấy nhớ nhóm mình lên sao chứ nè nè hay rương nắng bờ ha nhận nhom tàu đáp nắng bờ men tén còn đại ban chụp liếm cật than niên đấy miền đầm na là o nè ê để ra bọt là o tật mục là o tàu đó xạ xua tàu na ê chân tàu xua tẹt nâu na ê nào này nhận nhom plop đáp chùm riêng pram house sọt chùm môi nâng niên ấy chùm môi ấy amara tv chẳng ấy nè chúng Amara TV nè ngày đôi riêng xua thập tẹt nâu ở ná cái phép thái nôm tật hàng chướng nôm phơn hàng bồn nôm tật năng ấy cái nhận nhóm nôm tật hàng chướng tẹt năng ấy cái smile cả trai vậy đào tấu to tại sai support sai ấy vậy năng cái tha khai và lạ ấy nó smile cả trai nôm phơn áp ca ấy po hom long có hom đôi phơn nhá hay pram house rất khai trai tới nè đôi tool bay do từ chun lô bập phúc xua tha niêng từ ná cái miền bờ snai trở nó mà có play class đấy thà miền sạch pi tâm ô ấy mấy đó đào pe pram house tha ô nắng chua nàng con là chua sẽ đào nàng con là ấy tập chua nâu na bàn niêng năng prap chia bờ snai máu pram house chơi ban tàu năng mà quên nhở niêng năng chơi tha bà máu nhom ọt màu tê con tay bà mình máu nhom màu này vậy chứ ạ bà máu sốt lại thà ô bà hay cái lại nắng thầu chlong ô á bà sân bà miền tật máu niềng nắng ọt ai mà vinh bà nè chẳng á hay bà sân bà tật nắng ọt màu thế niềng nắng mà vinh lời nha chuột liếm con là chuột liếm lướt đai cái đạp chứ á nhận nhóm cái đạp đạp niềng amara đó á niềng nắng lực đại lìa chứ nhiệt nhôm vô này pram house xua tham miên nè huông hay nơi còn moment ấy ở miên ở đây ấy bà đáp bà này tham miên nè huông hay nhá năng chẳng á lực đó cái đạp chẳng niềng nắng lìa thà toàn miền na cục krong thay là xa it nè pram house đặt đầy tiệp po yang đó thật clean bài nhưng nó có chặt chạy bài để tu từ nắng ao bò để phục ấy hết cất nông chặt tiệt và sân bờ niêng nắng ót chặt tức ở anh liêng đai thế bò để phục hay tàu rồi một con tiệt mình dơ niêng nắng cất chắc á ta là pel hộp ấy hay niêng chặt tức ở liêng đai ấy đó bạn nát na cất thà phải niêng nắng lọ nè ngày chắn sẽ đây á nhận nhóm kia rốt kia chẳng nè rốt kia chẳng nhận nhóm có đôi kia đá trong bàn sẽ rây đặt luôn nắng to tới miền bón hai đằng miền bánh
bành nhà nè miền bon hay miền bành nhà bon nắng cứ cát lên à sài ca sần xóm bành nhà nắng có đôi khnia à sài ca sần xóm đôi khnia bạc bột đầy cá bà ông bồ thá bon nhành chế bộ đệ sáu cạ gì ra thèn nắng bồn nắp bồn nàng ta mà hít chăn tiếng cạ gì ra thác sọc khao bẩn nhát sáng út chỉ giàu nè ba bộ đó sợi trai thưa bẩn nè tiếng bộ đó tiếng sợi trai thưa bẩn nắng nè quạt bấy thưa bẩn nắng oi rơi nè bẩn nhành chế bộ để sao cạ gì ra thèn nắng bồn nắp bồn nàng trâu thưa bẩn nắng oi rơi ngày đấy đâu nè ngày sai tì đặt tì nè pel về lia cõi tì đặt tì tiệt thưa vi oi rơi ở nhật nhất ở nhọp nè ta mà hít chăn tiếng cạ gì ra thà trâu thưa sẽ cái đây pin chất không bon năng tiệt nè khác thưa bon hai slide còi nhận nhóm slide còi flop khơi nhé flop bé luôn anh flop bé nhận nhóm ở đây nè bằng lo mùi má nè thà thưa hai slide còi nè nè ngày miên nè khác nắng hiện đời trơn tay tại khôi chế tận á trong coi nè áp đã chế tận á nó cứ khôi mà bọc phải chế tận á pin chất đó đôi nhiệt nhung đời dương và cá lạ thật vơ lạ cặp hòn nhá chất đòn ngày nó rì pin chất đó côn chất đầm coi chế tận á riêng ấy khác nó kênh lục đó là pel môn chấn đã chế tận á cặp bông và kênh nó có sợ bài chất đỏ pel vơ hai cả lon từ buôn đọc ngày tới sạp tới nực khơi bạc đề chỉ này thôi bon ngày môn phần năng bật tục trai vi ấy ruột cả lạc khẽ nè ngày ruột cả lạc khẽ khâu ở chế tận á trong còi nắng bon nắng có hôi phao đôi kia đây đôi mặt hệ dạ cao sẽ dạ sẽ thay chứ khơi và sáng bình chất nòng cá đạ bạt có đạ từ có bông đạ có rì con tát đó là pel đạ hới cất hạ bài phần nắng bà tục oi côn cả lý thưa ca nộp tiếc ruột phèm của môi nè kể thưa ca oi chùm đánh ca nghĩa đò phê đã bạn lốt ọt miên ban mà chui ca nghĩa ấy anh thế chẳng ạ cả lấy mơ pi Paul này ca đặt bát này ca trade on nắng thưa ở con khai tôi chia sẻ thầy phần đò phê rương sai khối nó khối chế tận á trong còi nắng đó là phê con nghe chia sẻ thầy mến phần tá ọt bàn pra rồi bó đời con miền tê miền lối ọt hiền trải ọt hiền chiêu rồi bó ngành pra sầm liệm pẽ đạch nè tạm mà hệ chăn tiếng cả gì ra thạ từ tại vừa sẽ cái đây pin chất không bòn nâng nè nhận nhóm cầm ao đôi lục sẽ thay miền rồi bó pra trơn hơi pra mình ca nè pru hào vây sọc hao bò nhát sa ôi chỉ giáo ca sần xóm bón rồi mê nọ một nữ xây cái đầy sọc xôm nọ mô tần đi lâu về lia kiên đi xả lạ cặp hoạt có nâng chất đào pel về bờ kênh và sang hái xôm cran rùng lật tất chất nhiệt nhô mình tịch nè tu bay chia chuột ông na có đói mình tha chia vào ông kru pre hà nội côn cái đấy chia pre chào a thị ca cái đấy bị khổ tham mà đà cái đấy rư có sao mà nê đã tớp nâng buộc nông vào xa nụ cái đấy nụ anh cứ chia bạc đặc kỳ hạt cạ để trơ nị môn mau tập tuôn lạ chia và xong đòi bất và cọt nè nhận nhóm ọt miền ban nên tội tốt hơi ân chất đó là pel ban lục ru thông và ba chất rương ọt và chay và kén ọt chẳng tề nè nhận nhóm chẳng ba ông ná co chia có lọ đó nè có chia nè đã trớ mau tập tuôn lạ dường đài nè chẳng trâu té sòng vát vừa tật chất ơi lõ nô pê đai này môn và xong ba ông na cả đói sợ bài chất đi tê nè nhận nhóm vài tiên đôi sẽ cái đây chứ đấy là thằng ngọc này đang chẳng tây tiết dương đằng ban về lạ là nhôm ba sọ chăm đặc nòm về lạ tây tới hay chăm ban là các niệm môn và ông kêu bèn độ cún và tiên lạ nâng tay mà đòn và kênh và ông kêu ban chập môn hay
បន្ទាប់មកប្រសង់គ្រប់ព្រះអង្គនឹងត្រូវមកទទួលស្លាកជាបន្តបន្ទាប់ញាតិញោមគ្រប់រូបគ្រប់គ្នាពោលឧទានយាយវិសាខាជាមួយនឹងអាត្មាទាំងអស់គ្នាបានលឺបើសូមអនុមោទនាព្រោះក្នុងហ្នឹងលោកយាយវិសាខាក៏មានពោលឧទានអំពីរឿងសាលកផតហ្នឹងដែរថាពេលណាគាត់បានធ្វើសាលកផតហ្នឹងអញ្ចឹងយើងមានសេចក្តីត្រេះរិះឲ្យដូចជាលោកយាយវិសាខាដូចឆ្នោះដែរបើសូមអនុមោទនាសេចក្តីត្រេះរិះអត់តន់លឺទេញាតិញោមនៅខាងអត់លឺដែរបើអញ្ចឹងថាលឺទាំងអស់គ្នាឲ្យទេវតាដែលរក្សានៅដែនកម្ពុជារដ្ឋនេះថាតាមយើងដែរណាញាតិញោមណាសេចក្តីត្រេះរិះរបស់ខ្ញុំថាតើនៅពេលណាខ្ញុំបានថ្វាយទាននៅប្រាសាទថ្មីតាមទ្រព្យដែលមានជាវិហារទានថ្វាយចំពោះសង្ឃសេចក្តីត្រេះរិះរបស់ខ្ញុំថាតើនៅពេលណាខ្ញុំបានអោនអង្គថ្វាយក្រែពូកខ្នើយដោយចិត្តផ្ចិតផ្ចង់ចំពោះដល់សង្ឃដែលគង់ក្នុងវត្តសេចក្តីត្រេះរិះរបស់ខ្ញុំថាតើនៅពេលណាខ្ញុំបានថ្វាយផតផ្សំដោយមង្សាធ្វើដោយម៉ត់ចត់សាលាកផតជាអាហារទានសេចក្តីត្រេះរិះរបស់ខ្ញុំថាតើនៅពេលណាជួបព្រះទ្រង់ញាណព្រមទាំងព្រះសង្ឃសទ្ធាខ្ញុំមានថ្វាយជ័យវរៈទានសម្ពុតសាច់ល្អសេចក្តីត្រេះរិះរបស់ខ្ញុំថាតើនៅពេលណាជួបសង្ឃបវរថ្វាយភេសជ្ជៈទឹកខ្មុំប្រេងស្ករទឹកដោះគោល្អនិងទឹកអំពៅមកដល់ឥឡូវខ្ញុំបានសម្រេចគ្រប់មុខស្រេចបែកឥតមានសល់នៅខ្ញុំបានថ្វាយទានកប់ទុកយ៉ាងជ្រៅក្នុងដំណើរទៅកាន់ព្រះនិព្វានសូមអនុមោទនាអនុមោទនាបុណ្យសាលកផតសូមអនុមោទនាអនុមោទនាការថ្វាយទានចំពោះព្រះសង្ឃមិនមែនជាបដិបុគ្គលិទានឡើយអនុមោទនាអនុមោទនាសាលកផតជាសង្ឃទានស្មោះសូមអនុមោទនា